រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃឡើងនិយាយចោទដាក់គ្នាទៅវិញទៅមកនៅអសបរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនបាននិយាយរៀបរាប់ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅថ្ងៃសៅរ៍ទី27ខែកញ្ញាឆ្នាំ2025ថាសន្តិភាពរបស់ប្រទេសកម្ពុជាដែលបានមកដោយលំបាកបច្ចុប្បន្នកំពុងរងការគំរាមកំហែងពីប្រទេសជិតខាងមួយដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាភ្លាមនៅក្រៅការឡើងថ្លែងប្រមុខទូតកម្ពុជារដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសៈភុងកេតកែវបានលេបខាយដាក់ភាគីកម្ពុជាថាបានព្យាយាមធ្វើជាជនរងគ្រោះម្ដងហើយម្ដងទៀតឡើងថ្លែងនៅលើវេទិកាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កប្រមុខការទូតកម្ពុជាលោកប្រាក់សុខុនបានគូបញ្ជាក់ថាការវិវត្តប្រែប្រួលរបស់ប្រទេសកម្ពុជាគឺជាសក្ខីភាពនៃអត្ថន័យមូលបត់របស់មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះពោលគឺប្រទេសដែលធ្លាប់ត្រូវការសន្តិភាពបានក្លាយជាប្រទេសដែលជួយផ្ដល់សន្តិភាពនិងស្ថិរភាពដល់ប្រទេសដទៃប៉ុន្តែបើតាមលោកប្រាក់សុខុនសន្តិភាពរបស់កម្ពុជានៅបច្ចុប្បន្ននេះបែរជាមានការគំរាមកំហែងទៅវិញលោកបានថ្លែងថាហេតុនេះខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតនៅថ្ងៃនេះថាសន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ដែលទទួលបានដោយលំបាកហើយដែលយើងស្រឡាញ់យ៉ាងជ្រាលជ្រៅនិងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោកបច្ចុប្បន្នកំពុងរងការគំរាមកំហែងមិនមែនដោយសារតែបែកបាក់ផ្ទៃក្នុងដោយអតីតកាលនោះទេតែគឺជាចំនួនព្រំដែនជាមួយនឹងប្រទេសជិតខាងមួយកម្ពុជាអរគុណណាស់ចំពោះបទជបាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានបញ្ឈប់ដោយប្រសិទ្ធភាពនៃការប៉ះទង្គិចប្រដាប់អាវុធដែលបានធ្វើឲ្យប្រជាជនស្លូតត្រង់បាត់បង់ជីវិតរងរបួសការបំផ្លិចបំផ្លាញនិងរាប់សែនអ្នកក្លាយជាជនភៀសសឹកប៉ុន្តែនៅក្រៅការលើកឡើងរបស់ប្រមុខការទូតកម្ពុជាភាគីថៃដែលតំណាងដោយរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសៈភុងកេតកែវបានតបនឹងការអត្ថាធិប្បាយរបស់ភាគីកម្ពុជាដោយថាគឺប្រទេសថៃទៅវិញទេដែលជាអ្នករងគ្រោះដោយគ្រាប់មីននិងការវាយប្រហារដោយគ្រាប់រ៉ុកែតលើទីតាំងជនស៊ីវិលដូចជាសាលារៀននិងហាងទំនិញជាដើមអំឡុងពេលមានសង្គ្រាមរយៈពេល5ថ្ងៃកាលពីខែកក្កដាឆ្នាំ2025បើតាមប្រមុខការទូតថៃចាប់តាំងពីដើមទីមកកម្ពុជាបានផ្ដួចផ្ដើមឲ្យមានចំនួនជាមួយនឹងចេតនាពង្រីកចំនួនព្រំដែនឲ្យទៅជាចំនួនជាតិហើយឈានដល់ពង្រីករឿងនេះឲ្យក្លាយជាបញ្ហាអន្តរជាតិឆ្លើយតបនឹងការលើកឡើងរបស់ភាគីកម្ពុជាអំពីការបណ្ដេញពលរដ្ឋកម្ពុជាចេញពីភូមិឋាននោះលោកភូមិកេតកែវបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថាភូមិគ្រឹះនោះគឺស្ថិតនៅលើទឹកដីថៃដែលមិនអាចប្រកែកបានប៉ុន្តែយ៉ាងណាក៏ដោយលោកបញ្ជាក់ថាប្រទេសថៃគាំទ្រនៅសន្តិភាពហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងចំនួនបច្ចុប្បន្នជាមួយនឹងប្រទេសកម្ពុជាដោយភាគីកម្ពុជាប្រមុខការទូតថៃក៏បានថ្លែងដឹងគុណសហរដ្ឋអាមេរិកដែលនាំមកនៅបទឈប់បាញ់រវាងកម្ពុជានិងថៃ